Hello សួស្តីអ្នកនរគ្នាគ្រាន់តែបើកមកវីដេអូមកដំបូងឃើញថាខ្ញុំជិះម៉ូតូកាត់វាស្រែបាត់ហើយខ្ញុំទៅក៏ទៅណាទេក៏យកសោឲ្យបងគាត់នៅក្រាស់ក្រុមហ៊ុនឡានអញ្ចឹងណាហើយនៅនេះគឺថាឡានច្រើនមែនតើគ្នាយើងគឺខ្ញុំយកសោឲ្យគាត់ហើយនៅពេលដែលទៅដល់ក៏ខ្ញុំអត់បាននៅយូរដែរគ្នាយើងដោយសារតែខ្ញុំបញ្ញាប់ទៅរោងចក្រកស៊ូអញ្ចឹងណានៅពេលដែលមកដល់រោងចក្រកស៊ូយើងឃើញនៅក្នុងរោងជាងគេគឺថាមានជាងច្រើនខ្លាំងមែនតើមានទាំងម៉ាស៊ីនកលឹងមានទាំងម៉ាស៊ីនអីហើយយើងមកហ្នឹងគឺគម្រោងយើងមកដោះប៉ុងគឺមកដោះប៉ុងទាំងមុខហើយនឹងប៉ុងទាំងក្រោយអញ្ចឹងណាប៉ុងហើយមួយកំប៉ុងក្រោយមួយហើយយើងមើលទៅរោងចក្រគេចោលយាគ្នាយើងហើយមើលនេះម៉ាស៊ីនសិតម៉ាស៊ីនកលឹងហើយខ្ញុំក៏នៅមិនសោកទៀតចង់ដើរមើលកន្លែងរោងជាងគេអញ្ចឹងណាមករោងជាងហ្នឹងគឺជារោងជាងដែកនៅបើថាខ្ញុំដឹងនៅរោងចក្រហ្នឹងគឺរោងជាងច្រើនខ្លាំងមែនតើមើលគ្នាយើងមើលសិនម៉ាស៊ីនកលឹងប៉ុណ្ណាហើយខ្ញុំក៏មិនឲ្យយប់យូរស្បិនច្រើនដែរដោះធ្លាក់យកលើតខ្ញុំលើកលើធ្លាក់ឌុបហើយខ្ញុំមកបានជាធ្លាក់អញ្ចឹងហើយចាំការទៀតដោះប្រឡងប្រជុំទាញចេញខ្ទេចសាសើហ្នឹងគឺថាធ្វើប្រាំងនេះហើយប្រាំងសាសើវាប្រើឌីសមួយផ្លាតូមួយហើយខ្ញុំហៅឆ្នាំងធាក់មួយទៀតហើយដោយសារតែដោះអស់ចឹងហើយឆ្ងល់មើលប៉ុងទៀតដោះឆៃតបន្តិចហើយដល់ពេលកំពុងតែដោះប៉ុងក្រោយហ្នឹងបងជាងគាត់ថាចុយជាងមិនតែប៉ុណ្្នឹងសោះឆ្ងល់ចាប់ប្រាំងជាប់ដែរហើយមើលខ្ញុំមើលដល់ពេលលពឹសដៃតាមគាត់អត់មានអីធ្វើឆោមវិលផ្លូវប៉ុងលេងហ្នឹងទៅឃើញមិនដឹងទៅវាអត់ប្រយោជន៍ចិត្តប៉ុណ្្នឹងឯងហើយដល់ពេលដោះរួចហើយដល់មកទៅផ្ទះភ្លៀងលប់មកសែនចយយ៉ាវាប្រុងទៅផ្ទះទេយ៉ាហើយមើលគ្នាយើងមកដាំដូងច្រើនណាហើយឈើថតនឹងសត្វបិទផ្នែកសម័យឧទាហរណ៍ថាមកបានកាប់មកធ្លាទៅផ្ទះឯនឹងអែមិនទេហើយនៅពេលដែលដោះហើយមកក៏រាស់តំបានបាត់ឈឺគូថងមេគាត់នាំមកវិញពេញជាការបើចយកប់សេរីរីគ្នាយើងមកទេសភាពហើយផ្លូវទៅជីកាត់រោងជាងគេនេះមិនរោងជាងឯរោងកន្លែងគេទុកគ្រឿងចាក់នេះមានគ្រឿងចាក់ផ្លែច្រើនណាស់គ្នាយើងដែលលេងហ្គេមធ្វើជាការនឹងដូចគ្នាហើយផ្លូវយើងនៅកន្លែងដែលត្រូវធ្វើអីហ្នឹងនៅជាប់ព្រៃនេះគ្នាអីគេវាយព្រៃយ៉ាងណាហើយគេធ្វើជាការវាយព្រៃហើយជិះនឹងចង់កន្លះម៉ោងទៅនាំមកដល់ជិះតាំងពីចុងដីដល់ចុងដីម្ខាងទៀតជិះរហូតដល់វាលមួយវានេះសិតតែវាលស្មៅគម្រោងគេដាំពៅទៀតយ៉ាងតាមមើលហើយវីដេអូយើងមិនតែប៉ុណ្្នឹងឯងអរគុណច្រើនខ្ជិលថតច្រើនវងវែងហើយ